បាទសួស្តីពុកម៉ែបងប្អូនបាទខ្វះមួយខាងអីណាអាចមកមើលបាទបុរសសង្ហាបាទដោយសាររៀងនេះមួយមកដល់ហើយពុកម៉ែបងប្អូនហើយនេះយើងមើលផែនវាកំពុះឲ្យលិចបាទស្មៅក្បាលខ្ញុំហើយបោកដល់កវាដូច1.50 ម៉ែត្របងណា1.50 ម៉ែត្រហើយក្រោយបោកទេបងប្អូននេះអញ្ចឹងបើស្រឡាញ់ផែនបែបនេះសំបីមើលតែក្បាលវាបងប្អូនលក្ខជាបាទអាចមើលមួយនេះបានហើយខលតាមលេខបងប្រុសនៅខាងក្រោមវីដេអូបាទអំពីតម្លៃណាហើយបងប្អូននឹងអាចឆាតសួរខ្ញុំបានពីតម្លៃបាទចាំខ្ញុំប្រាប់តម្លៃចរចាបងប្អូនអូដល់ឡោះបងប្អូនអើយបាទសួស្តីពុកម៉ែបងប្អូនបាទឥឡូវនេះបងប្រុសគាត់ធ្វើការដាក់លក់ដល់មេសាច់មួយបងប្អូនអើយនេះខ្ពស់ហ្នឹងមើលនេះបាទគាត់ដាក់5លានចរចាបងប្អូនអញ្ចឹងបងប្អូនមួយចំនួនគាត់ថាថតគោហេតុអីមិនដាក់តម្លៃអញ្ចឹងខ្ញុំសូមឆ្លើយថាអត់ដាក់តម្លៃដោយសារម្ចាស់គោគាត់អត់ឲ្យដាក់តម្លៃបងប្អូនបាទម្ចាស់ខ្លះក៏គាត់ឲ្យដាក់តម្លៃបាទខ្លះទៀតក៏គាត់អត់ឲ្យដាក់តម្លៃអញ្ចឹងគឺខ្ញុំថាអ្វីទៅតាមម្ចាស់គោគាត់ប្រាប់អីបងប្អូនឥឡូវចង់អានមេនេះអាចមើលបានកម្ពស់1.50 ម៉ែត្រក្រោយបូកបាទធំតាកៀកដាំងមើលសាច់លោងបងប្អូននេះឲ្យគាត់មានមេសបក3ទៀតបាទទីទៀតខ្ញុំនឹងទៅថតមេសបកបាទឲ្យបងប្អូនឃើញបងប្អូនគាត់ឆាតសួរខ្ញុំច្រើនរឿងថាមានមេសបកអត់ហ្នឹងបងប្អូនបាទនេះចង់បានមេនេះតាក់ទងតាមលេខទូរស័ព្ទបងប្រុសនៅខាងក្រោមវីដេអូក៏ដូចជាខាងលើវីដេអូបងប្អូនបាទសួស្តីពុកម៉ែបងប្អូនឥឡូវនេះបងធ្វើការដាក់លក់អត់មេសបក3ក្បាលណាវ៉ាប៉ុន្តែមេនេះដល់ហើយបងប្អូនអូយនេះខ្លួនវែងបាទឆ្អឹងច្អូធំល្អមើលដៃជើងបងប្អូនចឹងចង់បានមេមួយនេះបងប្អូនអាចខលសួរព័ត៌មានបន្ថែមបាទតាមលេខបងប្រុសយើងចំណុកចំណាំទេបាទនេះឆ្នែងវាញសួរមេឆ្នែងវាញអីចឹងតម្លៃប្រហែលអីហ្នឹងបងប្អូនចឹងស្រួលចំណាំទេព្រោះអីគាត់មានមេសបក3បាទឥឡូវយើងមើលមេហ្នឹងមួយហើយយើងមើលមេនេះមួយបងប្អូននេះខ្ពស់បាទសិតតែ1.40 ម៉ែត្រជាងហើយក្រោយបូកនេះគឺចងក្នុងក្លុកបងប្អូននេះអញ្ចឹងបងប្អូនគ្រាន់តែ skin shot ផ្ញើមកខ្ញុំមកខ្ញុំនឹងប្រាប់ពីតម្លៃចរចាបងប្អូនព្រោះកាលណាបងម្ចាស់គោក៏ប្រាប់ខ្ញុំគោច្រើនក៏ប្រាប់ច្រើនទៅខ្ញុំក៏ភ្លេចតម្លៃខ្លះដែរបងប្អូនអញ្ចឹងខ្ញុំដាក់លេខបងម្ចាស់គោដើម្បីឲ្យសាកសួរបងប្អូនឥឡូវយើងមើលមេពីរនឹងហើយមានមេសាច់មួយនៅខាងនោះបងប្អូននោះមេសាច់ឥឡូវយើងមើលមេសបកមួយទៀតថតចឹងតែម្ដងបងប្អូននេះនៅមេនេះមួយបាទ4លាន10ចរចាណាបងប្អូនបាទនេះបងប្អូនចង់បានខលសាកសួរបងប្រុសនៅខាងលេខនៅខាងក្រោមវីដេអូបាទនេះអូដល់ហើយច្រើនគោគាត់ហើយមានឈ្មោលឡើងកមួយលោតមេកើតបាទនេះអរគុណសួស្តីបងប្អូនបាទអាធ្លក់ដែលខ្ញុំផុសពីម្សិលមិញក៏ដូចជាព្រឹកមិញណាបងប្អូនបាទឥឡូវនេះគឺនោះបងខាងកំពង់ឆ្នាំងគាត់បានយកមួយអីគាត់យកមកខាងបងប្អូនអញ្ចឹងនៅមួយនេះខ្ញុំថតលក្ខណៈធម្មតាអត់មានស្រូមអត់មានប្រហិចមានប្រហួមទេ1.40 ម៉ែត្រលើ44 45បងប្អូននៅមកខាងខ្វះមកខាងអីអាចមើលអាធ្លក់មួយនេះបានមើលផែនខាងក្រោយបងចង់បាននឹមស្ទាវណាបាទពីនេះអត់ទាន់កាច់ទេបងប្អូនបងប្រុសនៅខាងស្រុកកោជ័យបាទភូមិតាពាំងរុននោះបងម្ចាស់គោបាទគាត់ធ្វើការដាក់លក់បាទបើស្រឡាញ់អីអាចធ្វើការតាក់ទងមកបាទនិយាយពីតម្លៃចរចាបងប្រុសធ្វើការដាក់10លាន5ចរចាណាបងប្អូនអរសាច់ដល់ហើយផែននេះយោនេះមើលខាងក្រោយបងប្អូនអើយបាទ1.40 ម៉ែត្រលើបាទខ្ញុំនឹងដាក់លេខទូរស័ព្ទបងប្រុសមកខ្សែនៅខាងលើវីដេអូបាទធ្វើការតាក់ទងសាកសួរព័ត៌មានថែមណាបងប្អូនប្រុសធ្វើការដាក់លក់មេសបក2បងប្អូនបាទចង់បានអាចមើលបាទយកមួយក៏លក់ដែរបងប្អូនបាទយកមួយលក់មួយយកទាំងពីរលក់ទាំងពីរបាទយើងមើលមេនេះសិនទៅមេនេះវាទូជាងមេមួយនេះហើយគាត់ក៏មានមេអបកូនឈ្មោលមួយដែរនេះហើយមេវានៅខាងនោះខ្ញុំថតកូនហើយមេវាបងប្អូនយើងមើលមេនេះសិនធំណាបងប្អូនអើយ
ចឹងទីតាំងបងប្រុសគឺនៅស្រុកទេមាសខេត្តកំពតហើយខ្ញុំនឹងដាក់លេខទូរស័ព្ទបងប្រុសដើម្បីសាកសួរព័ត៌មានថែមនេះឥឡូវបែររៀងឲ្យមើលមួយនេះបាទចង់បានអាចធ្វើការតាក់ទងដើម្បីសាកសួរព័ត៌មានថែមណាបាទឲ្យបងប្អូនឃើញសួរច្រើនបាទតែមានមេសវកលក់អត់យកទៅថែដាក់សាច់ដាក់អីឡូវប៉ះហើយបាទកម្រមានយូរមាន1មាន2បងប្អូនបើមានខ្ញុំថតច្រើនហើយបងប្អូនតាមដានពេកខ្ញុំនឹងស្រាប់ហើយបើមានខ្ញុំបានថតផុសជូនពុកម៉ែបងប្អូនទេតែអត់មានទេមិនងាយមានទេបងប្អូននេះបងគាត់ធ្វើការចាក់ម៉ែត្រណាបាទចង់ដឹងម៉ែត្រតិចបងប្អូនច្រើនទៅសួរពីកម្ពស់ឥឡូវនេះរូបរាងវាក្រោយបោកហ្នឹងណាមិញចូលទៅស្ទាបបានដល់កាន់ម៉ែត្រមករៀងខ្លាចចាក់ក្រោយបោកអូវ៉ាខ្លួនវិញណាបងប្អូនអើយមេនេះដល់ណាសាមិនសាយម៉ែត្រ42ក្រោយបោកនេះបងប្អូនធ្វើការដាក់លក់អាចខលសាកសួរព័ត៌មានថែមលើលេខទូរស័ព្ទបងប្រុសនៅខាងមុខវីដេអូឬខាងលើតែអញ្ចឹងក្រោយដាងមិនវិញណាបងប្អូនបើស្រឡាញ់ខែនឡើងមេបាទធ្លក់មានមនឹមអូកម្ពស់1 ម៉ែត្រ 50បងប្អូន50ការប៉ានស្មាន50ក្រោយបោកនេះទៅចង់នៅក្នុងក្លុកឯងបងប្អូននេះដល់យើងមើលនេះណាតែយើងមើលនឹមវាបងប្អូននេះបងប្រុសប៉ុនថៃគោបាទនេះនឹមមកវាបងប្អូនបាទឲ្យសាកសួរព័ត៌មានថែមតាមលេខទូរស័ព្ទបងប្រុសនៅខាងលើវីដេអូបាទសួស្តីបងប្អូនបាទតែចង់បានគោស្ទៀវបាទអាចពិចារណាមើលឈ្មោលមួយនេះបានបាទកម្ពស់វា1 ម៉ែត្រ43 44ណាបងប្អូននេះមួយផែនវាអានេះអមបានណាបងប្អូនដោយសារវាយើងមើលផែនវាទៅបាទឥឡូវបង្វិលមកជុំឲ្យមើលទៀតបងប្អូនអញ្ចឹងបងប្រុសធ្វើការដាក់លក់បាទឲ្យខ្ញុំដាក់លេខទូរស័ព្ទនៅខាងមុខវីដេអូឬខាងលើវីដេអូអាចតាក់ទងសួរព័ត៌មានបន្ថែមបានទីតាំងគឺនៅស្រុកបន្ទាយមាសខេត្តកំពតបាទសួស្តីពុកម៉ែបងប្អូនបាទដែលវិស័យខាងចិញ្ចឹមគោឥឡូវនេះមានមេគោខ្មែរមួយដាក់លក់បាទមេនេះបច្ចៈគឺផែបាទ8 9 ខែហើយបាទគឺជិតដល់ខែកើតហើយព្រោះវាកូនផាក់មែនទេណាបងប្អូនអញ្ចឹងបងប្រុសនៅខាងស្រុកបន្ទាយមាសខេត្តកំពតបងធ្វើការដាក់លក់តម្លៃ6 លាន 8 ចរចាបងប្អូនបាទបើស្រឡាញ់បាទអាចធ្វើការខលសួរតាមលេខទូរស័ព្ទបងប្រុសបានខ្ញុំនឹងដាក់នៅខាងមុខវីដេអូឬក៏ខាងលើវីដេអូបាទហើយមេនេះមេខ្មែរបងប្អូនអើយធំមែនទេណាធំហើយខ្ពស់បាទយើងអត់បានចាក់ម៉ែត្រអត់ដឹងថាវាកម្ពស់ប៉ុន្មានទេដឹងតែខ្ពស់ហ្នឹងបងប្អូនបាទសួស្តីបងប្អូនដែលចង់បានស្ទៀវណាបាទយ៉ាឃើញមេកំមុំដើរកាត់មុខនោះអ៊ីគាត់ដើរកាត់មុខទេគេងើបមកបងប្អូននេះឃើញមិនបានពីនេះបាទផែនបាទនេះបងប្រុសខាងបន្ទាយមាសគាត់ធ្វើការដាក់លក់តម្លៃបាទ95 ចរចាឥឡូវយើងមកមើលអាថ្នោតនេះណែឃើញបងគាត់ឆាតសួរខ្ញុំច្រើនថាមានផែនបាអត់ទេណាបងប្អូនឡើយជួបបាទនេះមកងើបទៅដល់ហើយបងប្អូនអើយបាទខ្ពស់ជាងខ្ញុំទៀត1 ម៉ែត្រ 50ហើយក្រោយបោក50លើទៀតមិនស្រួលឲ្យលេងកខ្ញុំហើយបងប្អូនឲ្យឈរក្នុងក្លុកទៀតនេះអញ្ចឹងបើស្រឡាញ់ផែននេះអាចធ្វើការតាក់ទងតាមលេខទូរស័ព្ទបងប្រុសនៅខាងលើវីដេអូឬក៏ខាងមុខវីដេអូបងប្អូននេះដល់ហើយបាទនេះអរគុណបងប្អូនបាទបងប្អូននេះ4 លាន 8 ចរចាអាចមើលថ្នោតនេះបានបាទហើយបើសិនណាលុយអត់ដល់ណាបងប្អូននេះ330 ចរចាអាចមើលខ្មែរសុទ្ធនេះមួយបានបាទកន្លោះពេញរូបពេញរាងហើយបាទរាងរោបាទនេះខ្ញុំនឹងដាក់លេខទូរស័ព្ទបងប្រុសបាទខ្សែដើម្បីឲ្យបងប្អូនសាកសួរព័ត៌មានបន្ថែមនឹងទីតាំងបាទឥឡូវនេះហើយមួយទៀតហ៎បងប្អូននេះអានេះ450 ចរចាបាទ
này mong vốn có pu một mét sam chiêng sai cả bằng smart này nên ngợp lỏ lợi dụng mờ bị còi bật được ba cho mong vốn ơi bạn thì xã support mình thém thì tam lấy tu sắp bỏ mong pro đang ti tăng mong vốn bạn này mong vốn trong đã anh ấy không ai sợ đấy bạn mong vốn anh mà thôi ca đặt bạn pui bán nơi khung nằm nặng thời dân khung sùng đòn lơ sọc tiền nghe khai cọp bọt hay bỏ đạn chỉ mùi anh ấy các bạn đấy bạn để cho đồn tích và thật chia mà mong vốn này đó là mong vốn ơi thông mình tên là mong vốn